អូយខ្មោចជួយផងអាយ៉ាអូយមីងហើយមីងខ្ញុំទេហើយឈឺណាស់ហើយសង្ស័យតែពកថ្ងាហើយក៏មិនដឹងដែរខ្ញុំ អ្នកណាគេនាយឆ្នាំងមែនទេហ្នឹងអូយបាក់ចង្កេះអស់ហើយ គឺប្រុសឆ្នាំងប្រុសស្អាតនឹងហើយគ្មាននរណាទេហើយមីងរត់គេចពីស្អីគេហ្នឹងអីក៏ភ័យម្លេះគឺមីងឮសំឡេងភ្នំយំនឹងណាសំឡេងនោះគឺកងរំពងល្វើយវែងតំអូនតំអែគូឲ្យខ្លាចខ្លាំងណាស់ មីងក៏ហក់ទេដឹងអីខ្ញុំអត់បានឮផងហ្នឹងតែមីងបានឮច្បាស់ណាស់ណាក្មួយសំឡេងនោះយំណាជួយផងលើកក្រោយមកក៏និយាយថាយើងឃ្លានសាច់មនុស្សមីងបំភ្លេចទេដឹងខ្ញុំគ្មានឮស្អីសោះឮតែចង្រិតយំមកមុខគត់អើយតែជាប៉ោតនឹងឯងអញ្ចឹងនោះណែតែមីងប្រាប់ចុះណាបើមិនរត់ប្រយ័ត្នបីសាច់ស៊ីពវៀនខានបានទៅជួបប្រពន្ធមីងរត់ទៅមុនហើយជួយផងមានខ្មោចស៊ីខ្ញុំឥឡូវហើយជួយផងស្អីគេខ្មោចមែនទេមិនបានទេសល់ចំហាយក៏សល់ចុះកັບទុកសិនហើយរត់យកព្រះយកសិនហើយអញរឿងសំលេងថ្មយំពេលរាត្រីកាលពីព្រេងនេះមានភូមិមួយមានចម្ងាយប្រមាណ1គីឡូពីភ្នំហើយជារៀងរាល់រាត្រីស្ងាត់អ្នកភូមិតែងតែបានឮសំឡេងហាក់ដូចជាកំពុងយំដូច្នេះអ្នកភូមិបានហៅសំឡេងនោះថាសំឡេងថ្មយំសំឡេងភ្នំយំនៅផ្ទះមីណូមកស៊ីស្រូវស៊ីអង្គចុះណានឹងអាលចូលសម្បុកចូលសម្បែងកូនមាន់កូនទាទាំងឡាយអើយមីណូបាច់អង្គបណ្ដើស្រែកហៅមាន់ទាបណ្ដើហើយគាត់ក៏តែងតែរាប់ដូចសពមួយដងថា1 2 3 4 5ឈប់សិនដូចជាបាត់មេសំពៅមួយហើយតើវាទៅណាអញ្ចេះឬមួយទៅតាមឈ្មោះអាកកគេទេដឹងអីមីណូក្រោយដាក់ចំណីមាន់ហើយគាត់ក៏បានទៅតាមរកមេមាន់គាត់ឈ្មោះថាមេសំពៅនៅក្បែរភូមិហើយមិនដឹងជាវាទៅដល់ណាទេហើយមេសំពៅនោះកំពុងតែចិត្តពងផងបើអានើយអាណាក់អាចកវាឆ្មក់យកមុខជាខាតហើយខ្ញុំហើយប្រលប់ស្រាងទៅហើយមីណូនៅតែរកមេសំពៅមិនទាន់ឃើញទេតែគាត់នៅតែមិនទាន់ទៅផ្ទះវិញវាដូចជាខ្លាចដែរនឹងណាព្រោះខ្ញុំនេះនៅក្រមុំរូបស្រស់បើកំឡោះអត់ឃ្លានមកខ្ញុំមិនចាប់ទៅហើយទេអីមិនមានកំឡោះណាទេតែភ្លាមនោះមីណូក៏បានឮសំឡេងហាក់ដូចជាកំពុងយំល្វើយថាជួយផងជួយខ្ញុំផងជួយផងជួយខ្ញុំផងស្អីគេនឹងភ្នំយំទៀតហើយមែនទេព្រះអើយគួរខ្លាចណាស់អើយព្រឺសម្បុរអស់ហើយខ្ញុំមិនបានទេទៅហើយអើយសំលេងកាន់តែរំពងល្វើយមីណូក៏កាន់តែភ័យគាត់រត់ទាំងមើលផ្លូវមិនច្បាស់ហើយក៏បុកប៉ះនីឆ្នាំងមួយទំហឹងលាន់សូត្រតែផាំងអូយខ្មោចជួយផងអាយ៉ាអូយមីងហើយមីងខ្ញុំទេហើយឈឺណាស់ហើយសង្ស័យតែពកថ្ងាហើយក៏មិនដឹងដែរខ្ញុំអ្នកណាគេនាយឆ្នាំងមែនទេហ្នឹងអូយបាក់ចង្កេះអស់ហើយគឺប្រុសឆ្នាំងប្រុសស្អាតនឹងហើយគ្មាននរណាទេហើយមីងរត់គេចពីស្អីគេហ្នឹងអីក៏ភ័យម្លេះគឺមីងឮសំឡេងភ្នំយំនឹងណាសំឡេងនោះគឺកងរំពងល្វើយវែងតំអូនតំអែគូឲ្យខ្លាចខ្លាំងណាស់មីងក៏ហក់ទេដឹងអីខ្ញុំអត់បានឮផងហ្នឹងតែមីងបានឮច្បាស់ណាស់ណាក្មួយសំឡេងនោះយំណាជួយផងលើកក្រោយមកក៏និយាយថាយើងឃ្លានសាច់មនុស្ស
មីងបំភ្លេចទេដឹងខ្ញុំគ្មានលឺស្អីសោះលឺតែចង្រិតយំមកមុខគត់ អើយតែជាប៉ោតនឹងហើយអញ្ចឹងនោះណែតែមីងប្រាប់ចុះណាបើមិនរត់ប្រយ័ត្នបីសាច់ស៊ីពវៀនខានបានទៅជួបប្រពន្ធមីងរត់ទៅមុនហើយ មីណូនិយាយហើយគាត់ក៏សើសរងរត់យ៉ាងលឿនដោយបុកព្រៃបុកបន្លាមិនខ្វល់អ្នកណាដឹងត្រឹមតែថារត់រកអាយុប៉ុណ្ណោះមីណូនិយាយជាការពិតទេឈប់សិនបើស៊ីពោះវៀនខ្ញុំមិនស្លាប់ទាំងមិនទាន់បានប្រពន្ធទៅហើយទេហើយអូយព្រះអើយហើយរត់សិនហើយខ្លាចដែរនឹងណានាយឆ្នាំងមិនត្រឹមតែរត់ទេគាត់ក៏ស្រែកផងដែរថាជួយផងមានខ្មោចខ្មោចស៊ីខ្ញុំឥឡូវហើយជួយផងសំឡេងរបស់នាយឆ្នាំងនេះផងដែរក៏ផ្អើលដល់ពូដែងដែលកំពុងតែជុះគៀនគុំជើងចាបក្បែរកំពតព្រៃស្អីគេខ្មោចមែនទេមិនបានទេសល់ចំហាយក៏សល់ចោះកັບទុកសិនហើយរត់យកព្រះយកសិនហើយអញជុះមិនទាន់ទាំងហើយផងគាត់ក៏រត់នឹងគេដែរប្រលប់នោះពូដែងរត់ផងលើកខោផងទាំងភ័យស្លន់ស្លោដោយមើលផ្លូវមិនឃើញច្បាស់ទៀតផងពុទ្ធោពុទ្ធាអើយខ្ញុំខ្លាចខ្លាំងណាស់អាមិនក៏សំលេងនោះជាប់ដិតដាមពេញតិចខ្ញុំអញ្ចឹងមីណូកំពុងទៅភ័យផងនាយឆ្នាំងនិងពូដែងក៏រត់មកបុកគាត់បន្ថែមទៀតបណ្ដាលឲ្យគាត់ភ្ញាក់និងបានស្រែកថាអើយខ្មោចអើយលោកអើយដោយមើលមិនឃើញច្បាស់ភាពខ្លាចបាំងអារម្មណ៍ទាំង3នាក់ក៏ភ្ញាក់គ្នាទៅវិញទៅមកនិងបានរត់ចែកជើងគ្នាជាថ្មីរៀងខ្លួនម្ដងទៀតនៅគៀនចំការជែកអូយប៊ីតងាប់ហើយថាអាចជំងឺខ្វាក់មាត់នឹងណាវាពិបាកបែនតែនមើលអីក៏មិនឃើញដែរលោកអើយលោកពូដែងកំពុងតែពួនគៀនគុំជែកទាំងក្តីភ័យខ្លាចស្រាប់តែមីណូនិងនាយឆ្នាំងរត់មកបុកផាំងបណ្ដាលឲ្យផ្អើលគ្នាជាថ្មីខ្មោចជួយផងខ្មោចតាមខ្ញុំមិនឈប់ទេអើយពូដែងរត់ទៅត្បូងមីណូរត់ទៅលិចចំណែកនាយឆ្នាំងស្ដាប់សំឡេងដឹងនិងបាននិយាយថាពូដែងមីណូខ្ញុំគឺឆ្នាំងណាអូយព្រះហើយហើយមិនក៏ខ្លាចគ្នាទៅវិញទៅមកយ៉ាងនេះអូយឈប់សិនតិចលោកខ្មោចមកទីដឹងហើយរត់ទៅផ្ទះសិនហើយទៅបាននាយឆ្នាំងពូដែងនិងមីណូភ័យជាថ្មីម្ដងទៀតពួកគាត់រត់បុកគ្នាក្បែរគុំស្លឹកគ្រៃនៃផ្ទះពូមេភូមិអើយខ្មោចអើយម្ដងនេះមិនមែនខ្លាចគ្នាទេតែព្រោះតែភ័យពេកនឹងបុកគ្នាមួយទំហឹងផងចុងក្រោយអ្នកទាំង3នាក់ក៏សន្លប់នៅទីនោះរហូតដល់ព្រឹកទៅព្រឹកនេះដូចជាចុកឆ្អឹងយ៉ាងមិនដឹងទេរួចចុះណាគេមកដេកអីនៅមុខផ្ទះខ្ញុំនេះលោកមេភូមិបានដើរទៅក្បែរបន្តិចគាត់ក៏បានឃើញថាទី1អាឆ្នាំងទី2នាយដែងទី3គឺអ្នកនោនតើណែហើយកើតស្អីនឹងហ่าបានជានាំគ្នាមកដេកនៅទីនេះពួកអ្នកណាត់គ្នាផឹកទឹកថ្នោតជូរស្វឹងមែនទេយាយចំមែនចំជាគំរូមិនល្អដល់សង្គមសោះរំពេចនោះពួកគេក៏បានក្រោកមកនិងនិយាយតបថាអូយព្រះអើយមិនក៏ខ្ញុំមកដេកនៅទីនេះទៅវិញលោកមេភូមិខ្ញុំអត់បានស្វឹងទេណាហើយចុះមានរឿងអីហើយមិនក៏មើលទៅដូចជាភិតភ័យម្លេះចាគឺយប់មិញខ្ញុំត្រូវខ្មោចលងណាលោកមេភូមិខ្ញុំរត់រហូតតែដោយសារវាងងឹតពេកទើបអត់ដឹងថារត់ទៅដល់ណាទេយាយមានខ្មោចមកពីណាលងអីក៏សាហាវម្លេះគឺសំឡេងភ្នំយំនឹងណាសំឡេងនោះដូចជាសំឡេងមនុស្សស្រីហើយសំឡេងនោះគឺសំឡេងនោះស្រែកថាជួយផងវាស្រែកថាចង់សម្លាប់ខ្ញុំជាអាហារទៀតផងចំណែកខ្ញុំឃើញមីណូនិយាយបែបហ្នឹងក៏រត់ដែរទៅព្រោះខ្ញុំមិនចង់ដាច់ពុះវៀនទាំងមិនទាន់មានប្រពន្ធទេហើយចុះឯងវិញនេះដែរលោកមេភូមិខ្ញុំឮតែគេស្រែកថាខ្មោចក៏រត់ដែរទៅមិនទាន់ទាំងដឹងច្បាស់ផងក៏នាំគ្នារត់ទាំងយប់តែម្ដងណោះ
នេះហើយការខ្លាចគ្មានការពិចារណាសោះហើយចុះបើមានជនខិលខូចវាពវក់តែបន្តិចទៅមិនផ្អើលរត់ចោលភូមិទៅហើយទេអីតែលោកបងសំលេងនោះណាវាគួរឲ្យខ្លាចខ្លាំងណាស់ចេះការពារខ្លួនគឺល្អហើយតែបើហួសហេតុពេកក៏វាមិនល្អដែរមែនហើយលោកបងខ្ញុំដូចជាអីហើយស្អុយស្អីនឹងដូចជាស្អុយណាស់តើមានអ្នកណាជុំមិនទាន់លៀងមែនទេគឺខ្ញុំព្រោះយប់មិញខ្លាចពេកទើបរត់មកប្រហែលជានៅមានជាប់នឹងជើងខោខ្លះហើយមើលទៅអូយព្រះអើយក៏ក្រិចណាស់អើយលោកប្អូននេះអើយសំលេងនោះខ្ញុំក៏ធ្លាប់ឮដែរតែគ្មានអ្នកណាសាកល្បងទៅរកសោះគិតយ៉ាងម៉េចទៅណបើសំលេងវានៅតែមានរហូតអញ្ចឹងអ្នកភូមិអាចនឹងរស់នៅដោយភាពភ័យខ្លាចក្នុងពេលរាត្រីមិនខានទេវេលានោះដែរជំនោក៏បានដើរមកនិងបាននិយាយថាពុកកូនចង់ទៅសាកល្បងមើលណាសូមពុកអនុញ្ញាតផងបានទេតែកូនក្លាហានគ្រប់គ្រាន់ហើយមែនទេបាទពុកគឺមែនហើយណែជំនោពិតជាហ៊ានមែនទេបើអញ្ចឹងខ្ញុំក៏ជាកំឡោះដែរខ្ញុំទៅផងបើអញ្ចឹងខ្ញុំក៏សុំទៅដែរស្មានមកដល់ថាពួកឯងក្លាហានយ៉ាងនេះសោះបានទៅចុះសូមឲ្យមានសំណាងល្អណាហើយឈ្មោះពួកឯងនឹងត្រូវបានអ្នកភូមិទទួលស្គាល់ថាជាបរិះក្លាហាននោះអីមែនហើយបើអញ្ចឹងកូនរៀបចំចេញដំណើរហើយណាពុករៀបចំសម្ភារៈរួចរាល់បរិះទាំង3ក៏បានសម្ដៅទៅភ្នំដ៏ធំនោះលុះទៅដល់កន្លែងមួយពូដែងក៏បាននិយាយថាអើយហត់ណាស់សុំដេកតិចសិនហើយពូមិនទាន់ចាស់អីប្រមាណផងនឹងអាមិនក៏ឆាប់ហត់ម៉ែយីអើវិញខ្ញុំមិនជាទេវតាឯណារួចចុះឯងហ៊ានថាមិនហត់ទេខ្ញុំក៏ហត់ដែរនឹងតែខ្ញុំនៅមិនទាន់ដល់ថ្នាក់រអ៊ូទេហើយវាគ្មានតែខ្មេះផងធ្វើឯងដូចប្រកែណាស់អញ្ចឹងហត់ដូចតែគ្នាសោះនឹងហើយណាក៏ប្រសើរជាងចាស់ខ្លះដែរពូឆ្នាំងឈប់ជ្រុះគ្នាទៅខ្ញុំក៏មិនចង់ប្រកែកដែរតែមកពីចាស់ខ្លះនឹងណាផ្ដើមមុនតាគឺព្រោះតែឯងនឹងហើយអាក្មេងឆ្លើយឯងនេះបានហើយអ្នកទាំងពីរខ្ញុំថាពូយើងសម្រាប់សិនទៅចំណែកខ្ញុំសុំទៅរកដងទឹកសិនណាចំណែកពូសុំដេកសិនហើយក្មួយទៅចុះខ្សែលើច្បាស់កឡែតនាំគ្នាសម្រាប់ហូបអាហារហើយប្រលប់មិនទាន់ផងពូដែងក៏បានឮសំឡេងថ្មយំល្វើយម្ដងទៀតថាជួយផងជួយខ្ញុំផងជួយខ្ញុំផងឈប់មានឮសំឡេងទៀតហើយក្មួយសំឡេងនេះជាសំឡេងបិសាចច្បាស់ណាស់ពូដូចជាខ្ញុំផ្ទៀងស្ដាប់សិនថាសំឡេងនេះវាចេញពីទិសណាមកហើយព្រះហើយនៅផ្ទៀងស្ដាប់អីទៀតសំងំកុំបញ្ចេញសំឡេងទៅបានហើយតិចលុះវាមកទៅខ្ញុំខ្លាចណាកំសាកដល់កចាស់មួយសំឡេងកាន់តែលឺឡើងធ្វើឲ្យពូដែងភ័យលិចនោមចំណែកជើងវិញក៏ញ័រទៅត្រឹកទីបំផុតគាត់ក៏បានស្រែកថាមិនបានទេរត់ហើយបើនៅងប់ខានទេខ្ញុំដោយសារទ្រាំនឹងការភ័យខ្លាចមិនបានពូដែងក៏រត់ហើយរត់ទៀតគាត់រត់ស្ទើរដាច់ជើងនិងមិនងាកក្រោយទេមើលចុះចំណោចាស់នេះចាំជាកំសាកផុតលេខមែនតាមតែគាត់ចុះមិនអីទេឆ្នាំងចំណែកពូយើងសម្រាប់សិនចុះស្អែកសុំបន្តដំណើរទៅទៀតបើតាមចិត្តណាចង់តែទៅរកខ្មោចដែលយំនោះក្នុងពេលនេះទេទោះតែថាវាល្ងឹតពេកហើយសំឡេងនឹងក៏វាស្ងាត់ទៅវិញកុំអីហ្នឹងមុខជារកឃើញខានទេកុំបារម្ភអីឆ្នាំងស្អែកសុំទៅតាមរកសំឡេងនោះអញ្ចឹងក៏បាននាយប់នោះពួកគេក៏បានសម្រាកលើចុងឈើមួយលុះមេឃកាន់តែយប់ពួកគេក៏កាន់តែសម្គាល់ឃើញថាសម្លាញ់តែ
តានោះជាសមោលអីហ្នឹងស្ងាត់សិនទៅសម្លាញ់កុំឲ្យគេដឹងថាយើងនៅទីនេះអសោះព្រោះអាចមិនមែនជាមនុស្សក៏ថាបានដែរថាម៉េចណែកុំបំភ័យគ្នាមើលមេធ្មប់ចាស់ម្នាក់មានរូបរាងអាក្រក់គួរឲ្យខ្លាចគ្រានោះនៅពេលដែលនាយឆ្នាំងសម្គាល់បានឃើញច្បាស់ជើងគាត់ក៏រឹងអស់រលីងជាបីសាច់ព្រះអើយកាំងអស់ហើយខ្លាចណាកុំខ្លាចអីបើជាបីសាច់មើលមិនឃើញយើងវាមិនធ្វើឲ្យយើងទេឃ្លានណាស់មិនក៏យប់នេះគ្មានសត្វអីមកដូចនេះឈប់សិនដូចជាមានក្លិនមនុស្សហើយកុំដើរមករកអីនេះឆ្នាំងញ័រដៃញ័រជើងអស់ទៅហើយគាត់សឹងតែកាំងបេះដូងផងទៀតតែសំណាងល្អមេធ្មប់ក៏បានចាក់ចេញបាត់ទៅហើយវាទៅហើយមែនទេអូយព្រះហើយព្រះប៊ីតែងាប់ហើយឆ្នាំងមើលតែឯងដូចជាភ័យណាស់ទឹកមុខមិនស្រួលទេស្អែកគ្នាជូនសម្លាញ់ឯងទៅផ្ទះវិញចុះល្អទេអត់ទេអ្នកណាថាយើងខ្លាចនោះយើងមិនទៅទេវៃយើងប្រកែកជាងឯងទៅទៀតតែមើលទៅឆ្នាំងឯងដូចជាមិនស្រួលទេគ្នាខ្លាចថាសម្លាញ់ឯងនឹងត្រូវបាក់ស្បាតរហូតដល់ឈឺនឹងណាហើយកុំធ្វើដូចជាប្រកែកពេកខ្ញុំថាខ្ញុំមិនអីគឺមិនអីហើយបើអញ្ចឹងក៏តាមចិត្តសម្លាញ់ចុះស្អែកឡើងពួកគេក៏បានធ្វើដំណើរទៅមុខបន្តទៀតដោយសម្គាល់តាមរយៈសំឡេងដែលបានចំណាំទុកកាលពីយប់មិញជួយផងជួយខ្ញុំផងជួយផងឆ្នាំងខ្ញុំដូចជាបានឮសំឡេងទៀតហើយវាដូចជានៅមិនឆ្ងាយទេថាម៉េចណែនេះមិនតាន់យប់ផងយំហើយមែនទេរួចចុះថ្មនេះអីក៏ទំនេរម្ល៉េះជួយផងជួយខ្ញុំផងច្បាស់ណាស់កាន់តែច្បាស់ហើយខ្ញុំតាមសំឡេងនេះសិនពិតជាច្បាស់មែនហើយសំឡេងលឺឡើងបណ្ដាលឲ្យនាយឆ្នាំងចាប់ផ្ដើមញ័រជើងខ្លាចជាងមុនទៅទៀតហើយមិនក៏បែបនេះព្រះហើយគួរឲ្យខ្លាចណាស់ចំណោគ្នារកកន្លែងពួនសិនហើយទៅបានឆ្នាំងពួនចុះខ្ញុំទៅតាមសំឡេងនោះសិនកុំទៅខ្ញុំខ្លាចណាស់នៅទីនេះហើយបានជាគ្នាឆ្នាំងបើមិនទៅតាមសំឡេងនោះពួកយើងមុខជារមមូលហេតុមិនឃើញទេខ្ញុំទៅរកមើលសិនកុំទៅអីនេះឆ្នាំងហេតុថាភ័យពេកចំណែកចំណោក៏មិនព្រមពួនជាមួយនាយឆ្នាំងក៏រត់គេចចេញដើម្បីត្រឡប់ទៅផ្ទះវិញហើយមានតែទៅភូមិវិញទេទើបអាចរស់បានទៅហើយនៅម្នាក់ឯងចោះចំណោអើយគ្នាទៅមុនហើយឆ្នាំងហីលឿនរបស់គេសង្ឃឹមថាសម្លាញ់ឆ្នាំងនឹងបានទៅដល់ផ្ទះដោយសុវត្ថិភាពផងចុះម្ដងនេះចំណោមានតែម្នាក់ឯងប៉ុណ្ណោះដូច្នេះគាត់ក៏សម្រេចចិត្តដើរតាមសំឡេងនោះរហូតរួចក៏បានប្រទះឃើញរូងភ្នំធំមួយនៅក្នុងភ្នំទីនេះគួរឲ្យខ្លាចណាស់ហើយក៏មានក្លិនមិនល្អទៀតជួយផងជួយខ្ញុំផងសំឡេងនោះកាន់តែជិតហើយតែខ្ញុំឃើញថាមានតែផ្ទាំងថ្មប៉ុណ្ណោះគ្មានមនុស្សទេមានន័យថាតើភ្នំពិតជាយំមែនទេចំណោបន្តដំណើរទៅមុខទៀតដោយប្រុងប្រយ័ត្នបំផុតហើយដំណើរចូលខាងក្នុងមួយនេះទៀតសោតពិតជាគួរឲ្យខ្លាចណាស់ព្រោះមានប្រជៀវផងមានទាំងសំឡេងយំផងនិងមានទាំងរុក្ខជាតិមានពិសផងដែរមើលទៅបើខ្ញុំមិនប្រយ័ត្នមិនបានទេព្រោះទីនេះដូចជាមិនស្រួលសោះមិនក៏ដូចជាស្ងាត់សំឡេងហើយសំឡេងយំស្រែកដូចជាស្ងាត់ដូច្នេះចំណោក៏បានផ្ទៀងស្ដាប់ម្ដងទៀតយ៉ាងយកចិត្តទុកដាក់អត់ទេអត់ឮសំឡេងតតែសោះ
មិនបានទេបើមិនយំខ្ញុំមុខជាស្ទះដំណើរមិនខានទេមិនមែនទេសំឡេងគ្រាន់តែស្ងាត់បន្តិចប៉ុណ្ណោះតែពេលនេះក៏លាន់សំឡេងយំស្រែកទៀតហើយជួយផងជួយផងជួយខ្ញុំផងជួយផងត្រូវហើយគឺត្រង់នោះតាជំនោទទួលបានសំឡេងកាន់តែច្បាស់ហើយគាត់ក៏បានលបតិចនិងបានឃើញសភាពដ៏មិនគួរឲ្យជឿមួយទ្រង់ឈឺចាប់ណាស់មែនទេកុំពិបាកចិត្តអីខ្ញុំម្ចាស់គ្រាន់តែយកឈាមទ្រង់ប៉ុន្មានដំណក់តែប៉ុណ្ណោះតើពេលណាអ្នកដោះលែងខ្ញុំទៅយាយថ្មប់អត់ទេយើងមិនដោះលែងទ្រង់ទេឈាមទ្រង់មានធម៌ពលពិសេសបើដូច្នេះខ្ញុំម្ចាស់មិននឹងដោះលែងបានទៅច្រើនឆ្នាំហើយយាយថ្មប់គួរតែល្មមហើយសូមកុំឲ្យខ្ញុំរស់នៅដូចជាមនុស្សពាក់កណ្ដាលមិនមែនមនុស្សពាក់កណ្ដាលបែបនេះអីទ្រង់មិនក៏ល្ងងខ្លាំងម្លេះមានមនុស្សច្រើនណាស់ដែលប្រាថ្នាអាយុវែងលើកលែងតែទ្រង់វាពិតជារឿងកំប្លែងណាស់តែខ្ញុំមិនចង់រស់នៅដោយសារតែរងទុក្ខវេទនាបែបនេះទេទ្រង់ត្រូវដឹងបើទ្រង់ទៅវិញទ្រង់នឹងសុគតព្រោះវាកន្លងទៅជាង100ឆ្នាំហើយទោះជាបែបនេះក៏ដោយក៏ខ្ញុំសុខចិត្តដែរកុំសង្ឃឹមទ្រង់មិនអាចយាងទៅណាបានទេនិយាយហើយមេធ្មប់ក៏ហោះចេញទៅចំណែកជំនោក៏បានពោលម្នាក់ឯងថាតាមពិតសំឡេងថ្មយំដែលអ្នកភូមិបានឮគឺជាសំឡេងព្រះធីតាទទួលរងទណ្ឌកម្មពីយាយធ្មប់សោះតែខ្ញុំអាចជួយទ្រង់បានដោយរបៀបណាទៅណោខ្ញុំពិតជាអាណិតទ្រង់ណាស់ជំនោពូនសំងំពុំទៅណាទេលុះគាត់ឃើញថាសភាពការល្អគាត់ក៏ចូលទៅនឹងបាននិយាយថាព្រះធីតាសូមថ្វាយបង្គំក្រាបទូលលោកតែលោកជាអ្នកណាមិនក៏ហ៊ានមកទីនេះលោកអាចមានគ្រោះថ្នាក់បានណាទូបង្គំមិនខ្លាចទេឲ្យតែជួយទ្រង់បានទូបង្គំមិនខ្លាចអ្វីទាំងអស់លើកទី1ហើយដែលមានបរិយក្លាហានហ៊ានចូលមកបើបែបនោះលោកមុខជាបរិយល្អណាស់ហើយជំនោមិនទាន់បានបំបែកផងមេធ្មប់ក៏បានមកដល់ដូចគ្នាតើអ្នកណាគេហ៊ានមកបំបែកច្រវាក់ចំណងយើងនោះអូហូអាក្មេងល្អិតឯងដូចជាហ៊ានខ្លាំងណាស់ណលោកឆាប់រត់ទៅអត់ទេបំណាច់នឹងមកហើយទូបង្គំមិនអាចទៅចោលព្រះធីតាទេយើងមិនឲ្យឯងរួចខ្លួននោះទេលោកព្យាយាមដណ្ដើមឈើច្រត់នោះរួចហើយបំបាក់វាចោលទៅឆាប់ឡើងទៅលោកក្រាបទូលជំនោក៏រហ័សហើយពូកែដែរទីបំផុតគាត់ក៏អាចដណ្ដើមឈើច្រត់បានដោយជោគជ័យលោកបំបាក់ឈើច្រត់នោះទៅអត់ទេកុំបំបាក់ឲ្យសោះពិតមែនហើយជំនោបានបំបាក់ឈើច្រត់រហូតដល់ជោគជ័យចំណែកមេធ្មប់ក៏រលាយម្ដងបន្តិចតែម្ដងអត់ទេលោកទីបំផុតពួកយើងជោគជ័យហើយមេធ្មប់ក៏រលាយព្រះធីតាក៏មានសេរីភាពផងដែរលោកតោះទៅព្រោះនៅទីនេះនឹងរលាយបាក់ស្រុតចុះមិនខានទេក្រាបទូលមេធ្មប់រលាយហើយចំណែកឯព្រះធីតាក៏ព្រួយថាទ្រង់នឹងរលាយដែរតែប្រហែលជាព្រះធីតាមានបុណ្យបារមីច្រើនទើបទ្រង់មិនខ្លាចជាវិញ្ញាណទេពិតជាប្រស័នណាស់លោកទីបំផុតយើងបានខ្លាចជាតើមានរឿងអីទៅព្រះធីតាគ្មានរឿងអីទេលោកពួកយើងទៅក្រាបទូលនៅក្នុងភូមិពុកពូមីងតាមពិតមិនមានថ្មឬភ្នំយំអីទេគ្រប់គ្នាឈប់ខ្លាចទៅតាមពិតសំឡេងនោះគឺមេធ្មប់ដាក់ទរណកម្មលើព្រះធីតាទេប្រសើរណាស់កូនពុកប្រកែមែនគ្រប់គ្នាពីពេលនេះតទៅលែងមានសំឡេងអ្វីដែលធ្វើឲ្យគ្រប់គ្នាខ្លាចទៀតហើយប៉ិតហើយដោយលោកចំណូលជាមនុស្សមានទឹកចិត្តជួយដល់យើងនឹងជួយដល់ភូមិវិញលោកចំណូលផងដែរនឹងបានចូលវាំងរៀនសូត្រព្រមទាំងតែងតាំងជាមន្ត្រីផងដែរ
មួយពិតជាប្រកែកាត់តាមឪពុកមែនសូមអបអរផងណា ហើយស្ដាយមែនតែនបើខ្ញុំមិនរត់មកវិញទេច្បាស់ជាបានខ្លាចជាមន្ត្រីដែរហើយម៉ែណៃគួរស្ដាយណាស់មិនគួរណាខ្លួនជាប្រុសគេដែរបែរជាកំសាកយ៉ាងនេះសោះពេលខ្លះការភ័យខ្លាចពេកដោយគ្មានការពិចារណានោះអាចនឹងធ្វើឲ្យយើងស្ដាយក្រោយបានចំណែកចំណូលវិញឆ្លាតក្លាហាននិងចិត្តល្អដូច្នេះចុងក្រោយគាត់ក៏បានរៀបការនឹងព្រះនាងរស់នៅយ៉ាងសុខសាន្ត យាយថ្មមិនបានជាយាយឯងត្រឡប់មកទីនេះវិញហាយើងមកតាមការសន្យាព្រះមហេសីបានសន្យាជាមួយយើងហើយថាឲ្យតែយើងអាចឲ្យទ្រង់រៀបអភិសេកជាមួយព្រះអង្គបាននាងនឹងប្រគល់អ្វីគ្រប់យ៉ាងឲ្យយើងឯងចង់បានអីយើងចង់បាននាងតូចនេះអត់ទេកុំអីយើងអាចឲ្យអ្វីបានទាំងអស់តែរឿងបត្រីរបស់យើងមិនអាចឲ្យទេហានៅដើមឈើនេះមិនបានជាមានមនុស្សស្នាក់នៅទាំងយប់អញ្ចឹងចាប់តូចឯងនិយាយអីព្រះអង្គតើទូបង្គំអាចពឹងទ្រង់ឬមួយបានទេឯងនិយាយមកចុះចាប់តូចពេលនេះមានព្រះនាងដួងច័ន្ទដែលជាបុត្រីនៃនគរចេស្តាកំពុងតែមានគ្រោះថ្នាក់ដោយសារមានយាយធ្មប់កំណាចបានចាប់ពង្រត់ទ្រង់ពីនគរ18ឆ្នាំមកហើយពេលនេះយាយធ្មប់កំពុងតែមានផែនការយកសម្បកកាយព្រះនាងមកប្រើបើជួយព្រះនាងមិនទាន់ទេព្រះនាងលែងមានឱកាសរស់នៅជាមនុស្សលើផែនដីនេះទៀតហើយហាប៉ុន្មានណាបានយើងនឹងទៅជួយទ្រង់ឆាប់នាំផ្លូវយើងទៅរឿងធ្មប់កំណាចចិញ្ចឹមព្រះនាងតូចកាលពីព្រេងនេះមានព្រះមហាក្សត្រិយានីដ៏ស្រស់ស្អាតមួយអង្គដែលមានបំណងប្រាថ្នាតែមួយគត់គឺចង់បានបុត្រីមួយអង្គដែលមានសម្រស់ស្រស់ស្អាតមានភ្នែកភ្លឺថ្លាជាងត្បូងពេជ្រនិងមានបបោមាត់ក្រហមដូចផ្កាកុលាបពណ៌ក្រហមយប់មួយជាពេលដែលខែពេញបរមីព្រះមហេសីក៏មានអាការៈឈឺពោះត្រៀមប្រសូតបុត្រអូយឈឺពោះណាស់ព្រះអង្គខ្ញុំម្ចាស់ចិត្តប្រសូតបុត្រហើយព្រះអង្គសូមចាំបន្តិចមហេសីអូនបងនឹងឲ្យសេនាទៅតាមយាយម៉បមកអូយឈឺណាស់សេនាឆាប់ទៅតាមយាយម៉បមកឲ្យលឿនឡើងក្រាបទូលព្រះអង្គទូលបង្គំនឹងបញ្ញាប់ទៅភ្លាមមួយសន្ទុះក្រោយមកយាយម៉បក៏បានមកដល់ព្រះមហេសីប្រឹងឡើងទ្រង់ចិត្តសម្រាលហើយភ្លាមនោះព្រះមហេសីក៏ប្រសូតបានព្រះនាងតូចដ៏ស្រស់ស្អាតមួយអង្គដោយថ្វាយព្រះនាមថាដួងច័ន្ទអូព្រះហើយព្រះនាងពិតជាមានព្រះភ័ក្ត្រស្រស់ស្អាតណាស់ប្រសូតហើយភ្នែកភ្លឺថ្លាដូចត្បូងពេជ្រអូយសូមព្រះអង្គទតចុះយើងអរគុណហើយយាយម៉បដែលបានជួយព្រះមហេសីឲ្យប្រសូតបុត្រយ៉ាងមានសុវត្ថិភាពនេះជាប្រាក់10ដំឡឹងយើងប្រគល់ជារង្វាន់ខ្ញុំម្ចាស់សូមអរព្រះគុណហើយព្រះអង្គខ្ញុំម្ចាស់ថ្វាយបង្គំលាទៅចុះព្រះពរព្រះអង្គព្រះអង្គនិងព្រះមហេសីពិតជាមានក្តីរំភើបនិងសប្បាយប្រទ័យជាខ្លាំងដែលបំណងប្រាថ្នារបស់ទ្រង់ទាំងពីរបានคล้ายជាការពិតប៉ុន្តែសេចក្តីសុខមិនបានយូរទេព្រោះដំណឹងនៃការប្រសូតបុត្រនេះបានឮទៅដល់យាយធ្មប់ថ្ងៃនេះជាថ្ងៃពេញបរមីហើយក៏ជាថ្ងៃដែលព្រះមហេសីប្រសូតបានព្រះបុត្រីដែរដល់ពេលហើយជាពេលដែលយើងត្រូវទៅទាការសន្យាហើយនិយាយចប់យាយធ្មប់ក៏បានហោះទៅកាន់រាជវាំងដើម្បីមានបំណងលួចយកបុត្រីតូចពេលទៅដល់ខណៈដែលព្រះមហេសីកំពុងលង់លក់ក្នុងក្រឡាបបន្ទុំយាយធ្មប់ក៏បានដើរទៅជិតកន្លែងបុត្រីតូច
កំពុងផ្ទុំ បុត្រីតូចយើងសុំទោសដែលមិនអាចឲ្យនាងនៅក្នុងរាជវាំងបាននាងតូចត្រូវតែនៅជាមួយយើង គ្រានោះព្រះមហេសីក៏បានដឹងខ្លួននិងភិតភ័យជាខ្លាំង យាយធ្មប់មិនបានជាយាយឯងត្រឡប់មកទីនេះវិញហាយើងមកតាមការសន្យាព្រះមហេសីបានសន្យាជាមួយយើងហើយថាឲ្យតែយើងអាចឲ្យទ្រង់រៀបអភិសេកជាមួយព្រះអង្គបាននាងនឹងប្រគល់អ្វីគ្រប់យ៉ាងឲ្យយើងឯងចង់បានអីយើងចង់បាននាងតូចនេះអត់ទេកុំអីយើងអាចឲ្យអ្វីបានទាំងអស់តែរឿងបុត្រីរបស់យើងមិនអាចឲ្យទេគ្មានផ្លូវទេអ្វីដែលយើងចង់បានហើយយើងត្រូវតែយកវាឲ្យបានកុំអីនិយាយចប់មិនទាន់យាយធ្មប់បានកញ្ឆក់យកព្រះនាងតូចហោះចេញពីបន្ទប់ព្រះមហេសីបាត់ទៅអត់ទេឲ្យកូនយើងវិញមកអត់ទេឮសម្រែកយំរបស់ព្រះមហេសីហើយព្រះអង្គក៏ប្រញាប់យាងចូលមកមានរឿងអីព្រះមហេសីព្រះអង្គបុត្រីរបស់យើងបាត់ហើយយាយធ្មប់កំណាចបានលួចកូនរបស់យើងទៅបាត់ហើយព្រះអង្គហាពុទ្ធោបុត្រីបិតាសំណោះគុណណាស់មិនបានទេយើងនឹងឲ្យពួកសេនាទៅតាមលោកហោរាឲ្យចូលគាល់យើងឥឡូវនេះក្រោយមានរឿងកើតឡើងបែបនេះមនុស្សនៅក្នុងព្រះរាជវាំងទាំងមូលមានការតក់ស្លុតជាខ្លាំងភ្លាមនោះលោកហោរាក៏បានចូលគាល់ព្រះអង្គភ្លាមសូមក្រាបថ្វាយបង្គំព្រះអង្គលោកហោរាសូមជួយយើងទស្សន៍ទាយពីជោគវាសនារបស់បុត្រីយើងតិចមើលតើធ្វើយ៉ាងណាទើបអាចរកគេឃើញព្រះករណាថ្លៃវិសេសទូបង្គំនឹងទស្សន៍ទាយឥឡូវនេះមួយសន្ទុះក្រោយមកលោកហោរាក៏បានទូលថ្វាយទៅព្រះអង្គព្រះករណាថ្លៃវិសេសព្រះអង្គបើតាមជើងលេខទ្រង់អាចនឹងជួបព្រះនាងបានវិញនៅពេលដែលព្រះនាងមានព្រះជន្ម18ព្រះវស្សាហើយក៏ជាពេលដែលមានព្រះបុត្រាដ៏ក្លាហានមួយអង្គនឹងទៅជួយសង្គ្រោះព្រះនាងផងដែរក្រាបទូលអរគុណហើយលោកហោរាតែក្នុងរយៈពេលនេះយើងនឹងចេញបញ្ជាឲ្យមេទ័ពពូកែតាមរកព្រះនាងតូចរៀងរាល់ថ្ងៃយើងនឹងមិនអស់សង្ឃឹមឡើយបុត្រីតូចអើយមេដានឹកបុត្រណាស់ហេតុអីវាសនារបស់បុត្រអភ័ព្វយ៉ាងនេះនៅក្នុងព្រៃជ្រៅក្បែរទឹកជ្រោះដ៏ស្រស់ស្អាតមាននារីដ៏ស្រស់ស្អាតម្នាក់កំពុងតែបេះផ្លែឈើនៅក្បែរនោះហើយនារីដ៏ស្រស់ស្អាតនោះហើយគឺជាព្រះនាងដួងច័ន្ទដែលយាយធ្មប់បានលួចយកចេញពីរាជវាំងតែអ្វីដែលនឹកស្មានមិនដល់ព្រះនាងដួងច័ន្ទដែលមានឈ្មោះថាធីតាជាឈ្មោះដែលយាយធ្មប់ដាក់ឲ្យគឺជាមនុស្សដែលមានញាណវិសេសអាចនិយាយជាមួយសត្វបានធីតានាងកំពុងធ្វើអីអូពុទ្ធអើយចាំតូចមិនបានជាខ្ញុំស្ដាប់បាននៅអ្វីដែរនិយាយពិតណាស់នាងមានញាណវិសេសអាចស្ដាប់ភាសាយើងនិយាយហើយអាចសន្ទនាជាមួយសត្វទាំងអស់បានពិសេសណាស់ខ្ញុំទើបតែដឹងរឿងនេះទេអរគុណហើយចាប់តូចចាប់ពីថ្ងៃនេះទៅខ្ញុំនឹងមិនអបសក់ទេខ្ញុំនឹងមកទីនេះដើម្បីនិយាយជាមួយពួកឯងនាងតូចនាងមិននឹកផ្ទះទេឯងឪពុកម្ដាយឯងកំពុងរងចាំឯងណាថាម៉េចខ្ញុំមានម្ដាយឪពុកដែរមែនទេមិនបានជាលោកយាយម្ដាយប្រាប់ខ្ញុំតាមពិតឯងគេកំពុងតែចង់និយាយប្រាប់ធីតាពីការពិតគ្រប់យ៉ាងស្រាប់តែយាយធ្មប់បានដើរចូលមកពេលនោះសត្វចាបតូចភិតភ័យជាខ្លាំងក៏ហើរចេញទៅលោកយាយកុំនៅទីនេះយូរពេកឆាប់ទៅផ្ទះទៅ
ចាលោកយាយ និយាយចំធីតាបានប្រញាប់ដើរទៅផ្ទះចំណែកឯយាយធ្មប់ពិតជាខឹងជាខ្លាំងដែលបានដឹងថាធីតាមានញាណវិសេសអាចនិយាយជាមួយនឹងសត្វបានយាយធ្មប់ក៏បានស្រែកខ្លាំងឡើង ពួកសត្វទាំងឡាយប្រសិនបើពួកឯងចង់បានសុខនោះឯងក៏មកពាក់ព័ន្ធនឹងធីតាឲ្យសោះបើពុំនោះទេយើងនឹងសម្លាប់ពួកឯងចោលទាំងអស់ ធីតាដែលជាព្រះនាងដួងច័ន្ទដើរបណ្ដើរគិតបណ្ដើរពីរឿងដែលសត្វចាបបាននិយាយនាងមិនអស់ចិត្តឡើយហើយមានគំនិតថានឹងព្យាយាមដឹងការពិតឲ្យបាន ចាប់ពេលនេះទៅខ្ញុំនឹងតាមដានគ្រប់អ្វីដែលលោកយាយធ្វើខ្ញុំចង់ដឹងការពិតតើខ្ញុំជាអ្នកណាឲ្យប្រកាស ពេលទៅដល់រូងភ្នំយាយធ្មប់ចិត្តកំណាចបានលើកដៃប្រណម្យនិងនិយាយឡើងខ្លាំងថា មហិទ្ធិឫទ្ធិអង្គអាចសូមបង្កើនកម្លាំងឲ្យយើងបន្ថែមយើងចាំពេលវេលាដ៏អស្ចារ្យនេះជាយូរមកហើយមិនយូរទេនៅថ្ងៃពេញបរមីមួយអាទិត្យទៀតនេះជាថ្ងៃកំណើតរបស់នាងក្មេងដួងច័ន្ទនោះគម្រប់អាយុ18ឆ្នាំហើយវាក៏ជាពេលដែលយើងនឹងយកសម្បករាងកាយរបស់វាហើយយកវិញ្ញាណរបស់វាទៅឃុំទុកពេលនោះយើងមិនត្រឹមតែមានសម្បករាងកាយដ៏ស្រស់ស្អាតផូរផង់ទេថែមទាំងមានជីវិតអមតៈទៀតផងព្រះអើយតាមពិតខ្ញុំនៅជាមួយយាយធ្មប់កំណាច18ឆ្នាំហើយតើខ្ញុំជាកូនរបស់អ្នកណាទៅមិនបានទេខ្ញុំត្រូវតែចាក់ចេញពីទីនេះឲ្យបាន កំពុងតែនិយាយតិចសុកស្រាប់តែធីតាទង្គិចជើងនឹងថ្មរហូតនាងភ្លាត់ជាសំឡេងឮចេញមកក្រៅ អូយអ្នកណាលួចមើលយើង ធីតាភ័យណាស់ព្រោះខ្លាចបែកការនាងប្រឹងខ្ទប់មាត់និងរត់ចេញពីកន្លែងនោះតែអ្វីហួសពេលហើយពេលនេះយាយធ្មប់កំណាចនោះដឹងហើយថាជាធីតាយាយធ្មប់មិនបង្អង់ក៏បានហោះដេញតាមរកធីតា ជួយផងអ្នកណាក៏បានដែរជួយខ្ញុំផងជួយផង សំឡេងស្រែករបស់ធីតាបានឮទៅដល់សត្វចាបពេលនោះសត្វចាបបានហើរចេញពីសម្បុកទាំងកណ្ដាលអាត្រៀតមកជួយធីតានាងឆាប់រត់ឡើងខ្ញុំនឹងហើរនាំផ្លូវនាងឆាប់រត់តាមផ្លូវខ្ញុំមក អរគុណចាប់តូចខ្ញុំបានដឹងការពិតហើយសូមជួយខ្ញុំតាមរកឪពុកម្ដាយខ្ញុំផង តាមពិតនាងជាព្រះនាងដួងច័ន្ទជាបុត្ររបស់ព្រះមហាក្សត្រនិងព្រះមហាសីនានគរចេស្តា ព្រះអើយពិតមែនទេចាប់តូចសូមជួយនាំផ្លូវខ្ញុំទៅផងខ្ញុំចង់ទៅរកពួកទ្រង់ និយាយមិនទាន់ចប់ស្រួលបួលផងយាយធ្មប់ក៏បានហោះមកតាមទាន់ កុំសង្ឃឹមថាអាចរត់រួចនោះនាងល្អិតជីវិតឯងត្រូវតែជារបស់យើងចិញ្ចឹមឯង18ឆ្នាំហើយឯងត្រូវសងគុណឲ្យយើងជាទីគាប់ចិត្តយាយធ្មប់អ្នកអាក្រក់យ៉ាងនេះមិនសមរម្យនៅលើផែនដីនេះទេឯងនេះល្មើសគុណយើងណាស់យ៉ាងណាក៏យើងបានឲ្យឯងរស់18ឆ្នាំដែរទោះយើងស្លាប់ក៏យើងមិនឲ្យរូបកាយរបស់យើងទៅឯងដែរប្រហើនមែន យាយធ្មប់បានប្រើយុទ្ធសិលបញ្ចេញខ្សែចងពាត់ជុំវិញខ្លួនព្រះនាងដួងច័ន្ទធ្វើឲ្យព្រះនាងដួងច័ន្ទរើខ្លួនមិនរួចឡើយ លែងយើងទេយាយធ្មប់ចង្រៃលែងយើងលែងឯងមិនអាចស្លាប់ទេមួយអាទិត្យទៀតសម្បកកាយរបស់ឯងជារបស់យើងហើយឯងមិនអាចស្លាប់បានឡើយទៅវិញជាមួយយើង និយាយហើយយាយធ្មប់បានហោះនាំធីតាចាកចេញពីកន្លែងនោះយកទៅកាន់ផ្ទះរបស់យាយធ្មប់កំណាចវិញគ្រានោះសត្វចាបមិនអាចជួយអ្វីបានឡើយវាបានត្រឹមតែពិបាកក្នុងចិត្តនឹងបន់ផ្សងឲ្យបានជួបនរណាម្នាក់ដែលអាចស្ដាប់ភាសាសត្វបាននិងអាចប្រាប់រឿងរ៉ាវដល់ពួកគេឲ្យជួយព្រះនាងដួងច័ន្ទពេលនោះសត្វចាបក៏បានហើរទៅដល់ដើមឈើដ៏ធំមួយហានៅដើមឈើនេះមិនបានជាមានមនុស្សស្នាក់នៅទាំងយប់អញ្ចឹងចាប់តូចឯងនិយាយអីចាប់តូចពិតជាសប្បាយចិត្តណាស់
ដែលគេបានប្រទះនឹងមនុស្សដែលអាចស្ដាប់ភាសារបស់គេបានយ៉ាងដូចនេះគេក៏ប្រញាប់និយាយឡើងលោកអាចស្ដាប់យើងនិយាយបានមែនទេត្រូវហើយខ្ញុំក៏មិនដឹងដែរថាម៉េចបានជាខ្ញុំអាចស្ដាប់ឯងបានតែលោកជានរណាទៅម៉េចបានជាមានមនុស្សការពារយ៉ាងដូចនេះយើងជាបរិជ្ជបុត្រនៃនគរចក្រីយើងមកបបបាញ់សត្វនៅទីនេះជាការកំសាន្តតែចៃដន្យអីមេឃក៏ងងឹតពិបាកមើលផ្លូវពេកយើងក៏សម្រាកនៅទីនេះមួយយប់សិនស្អែកយើងនឹងត្រឡប់ទៅវិញហើយព្រះអង្គតើទូបង្គំអាចពឹងទ្រង់ឬមួយបានទេឯងនិយាយមកចុះចាប់តូចពេលនេះមានព្រះនាងដួងច័ន្ទដែលជាបុត្រីនៃនគរចេស្តាកំពុងតែមានគ្រោះថ្នាក់ដោយសារមានយាយធ្មប់កំណាចបានចាប់ពង្រត់ទ្រង់ពីនគរ18ឆ្នាំមកហើយពេលនេះយាយធ្មប់កំពុងតែមានផែនការយកសម្បកកាយព្រះនាងមកប្រើបើជួយព្រះនាងមិនទាន់ទេព្រះនាងលែងមានឱកាសរស់នៅជាមនុស្សលើផែនដីនេះទៀតហើយហាប៉ុន្មានណាបានយើងនឹងទៅជួយទ្រង់ឆាប់នាំផ្លូវយើងទៅល្អណាស់សូមទ្រង់យាងតាមទូបង្គំមកពេលនោះព្រះរាជបុត្រគិរីបាននាំសេនារបស់ទ្រង់4នាក់ទៀតទៅជាមួយទ្រង់ដែរនោះគឺជាផ្ទះរបស់យាយធ្មប់សូមព្រះរាជបុត្រប្រយ័ត្នផងព្រោះយាយធ្មប់នោះមានវិជ្ជាសិលសាហាវណាស់សូមកុំបារម្ភយើងនឹងសេនាសុទ្ធតែមានមន្តអាគមចំណេះដឹងសិលវិជ្ជាជ្រៅជ្រះយើងគិតថាយើងអាចយកឈ្នះយាយធ្មប់នោះបានយាយធ្មប់បានដឹងថាមានចំហាយមនុស្សនៅមុខផ្ទះដូច្នេះយាយធ្មប់ចិត្តកំណាចក៏បានចេញមកក្រៅពួកឯងបើហើនមែនមកផ្ទះរបស់យើងដើម្បីរំដោះនាងល្អិតនោះមែនទេយាយធ្មប់ឈប់សាងបាបទៀតទៅប្រគល់ព្រះនាងដួងច័ន្ទមកពេលនោះយាយធ្មប់បានប្រើយុទ្ធសិលដើម្បីប្រយុទ្ធជាមួយព្រះរាជបុត្រគិរីនិងពួកសេនាងាប់ទៅពួកអាក្មេងឥតបានកព្រះរាជបុត្រគិរីនិងសេនាបានបញ្ចេញសិលវិជ្ជាគុណប្រយុទ្ធតបទៅកាន់យាយធ្មប់កំណាចប្រយុទ្ធគ្នាមួយសន្ទុះស្រាប់តែយាយធ្មប់បានត្រូវរបួសជាខ្លាំងអើយពួកឯងខ្លាំងមែនតែយើងមិនចោះចាញ់ពួកឯងជាដាច់ខាតងាប់ទៅម្ដងនេះព្រះរាជបុត្រគិរីនិងសេនារបស់ទ្រង់បានបញ្ចេញយុទ្ធសិលកាន់តែខ្លាំងប្រយុទ្ធជាមួយយាយធ្មប់ធ្វើឲ្យយាយធ្មប់របួសនិងស្លាប់ក្នុងគ្រានោះទៅពួកឯងពេលនិយាយចប់យាយធ្មប់ក៏បានស្លាប់ក្នុងគ្រានោះទៅពេលនោះចំណងដែលបានចងព្រះនាងដួងច័ន្ទស្រាប់តែរលាយបាត់ទៅហើយព្រះនាងក៏បានរត់ចេញមកក្រៅភ្លាមនោះសត្វចាបបានស្វាគមន៍ព្រះនាងយ៉ាងរំភើបចិត្តចាប់តូចខ្ញុំអាចរួចខ្លួនហើយមែនទេត្រូវហើយព្រះនាងមានសេរីភាពហើយសេរីភាពនេះគឺបានមកពីព្រះរាជបុត្រគិរីគឺទ្រង់ជាអ្នកជួយដល់ព្រះនាងមិនបងអង្គយូរព្រះនាងដួងច័ន្ទបានក្រឡេកទៅឃើញព្រះភ័ក្ត្រដ៏ស្រស់សង្ហារបស់ព្រះរាជបុត្រគិរីធ្វើឲ្យព្រះនាងបានធ្លាក់ក្នុងអន្លង់ស្នេហ៍របស់ព្រះរាជបុត្រតែម្ដងអរគុណព្រះរាជបុត្រទ្រង់ជាអ្នកមានគុណជួយដល់ជីវិតខ្ញុំនឹងមិនភ្លេចគុណរបស់ទ្រង់ឡើយទីបំផុតរឿងល្អបានកើតឡើងហើយស្អែកនេះទ្រង់អាចយាងទៅនគរវិញបានហើយអរគុណហើយចាប់តូចអាចជាមិត្តភក្តិដ៏ល្អរបស់ខ្ញុំថ្ងៃស្អែកយើងទៅជាមួយគ្នាទៅបានខ្ញុំនឹងទៅជាមួយទ្រង់គ្រប់គ្នារីករាយជាខ្លាំងហើយនារាត្រីនោះពួកគេក៏បានសម្រាកជុំគ្នាទៀតផងព្រឹកឡើងព្រះរាជបុត្រគិរីក៏បាននាំព្រះនាងដួងច័ន្ទយាងចូលព្រះនគរវិញព្រះអង្គមានព្រះរាជបុត្រមកពីនគរចក្រីចង់ចូលគាល់ក្រាបទូលសូមឲ្យទ្រង់ចូលមកចុះក្រាបទូលព្រះអង្គទូលព្រះអង្គចប់សេនាក៏បានយាងព្រះរាជបុត្រនិងព្រះនាងដួងច័ន្ទចូលគាល់ព្រះអង្គយើងសូមស្វាគមន៍មកកាន់នគរចេស្តាតើព្រះរាជបុត្រមានភារកិច្ចអីមែនទេទើបបានជាយាងមកកាន់ទីនេះទូបង្គំពិតជាមានរឿងដ៏រំភើបចិត្តចង់ទូលថ្វាយទ្រង់នៅខាងស្ដាំទូបង្គំនេះគឺជាព្រះនាងដួងច័ន្ទជាបុត្រីជាទីស្រឡាញ់របស់ទ្រង់ដែលបានបាត់
ការពី18ឆ្នាំមកហើយនោះថាម៉េចជាការពិតមែនទេសេនាឆាប់ទៅគាល់ព្រះមហេសីឲ្យយាងមកទីនេះឥឡូវនេះភ្លាមក្រាបទូលព្រះអង្គ ព្រះបិតាខ្ញុំម្ចាស់ត្រូវបានយាយធ្មប់បានចាប់យកទៅហើយខ្ញុំម្ចាស់ត្រូវបានព្រះរាជបុត្រគិរីបានជួយស្រោចស្រង់ជីវិតហើយទ្រង់ក៏ជាអ្នកដែលបានសម្លាប់យាយធ្មប់ដោយផ្ទាល់ដៃផងដែរព្រះពរម្ចាស់ បុត្រីសំណប់ចិត្តបិតាសូមមកចិត្តបិតាបន្តិចបានទេបិតានឹកបុត្រីណាស់គ្រានោះព្រះមហេសីក៏បានយាងចូលមកនិងមានក្តីរំភើបឥតឧបមាទ្រង់ក៏បានពោលឡើង មុននេះសេនាបានប្រាប់ដំណឹងយើងឲ្យបុត្រីយើងស្ទើរតែស្រត់ស្មារតីទៅហើយយើងពិតជាចង់ដឹងការពិតណាស់ថាទ្រង់ជាបុត្រីរបស់យើងពិតប្រាកដដែរទេសូមទ្រង់លាដៃឆ្វេងរបស់ទ្រង់ឲ្យយើងទតបន្តិចបានទេព្រះម៉ែខ្ញុំម្ចាស់ ដួងច័ន្ទស្រាប់តែលាដៃឆ្វេងរបស់ព្រះនាងចេញមកពេលនោះឃើញមានស្នាមដៅខ្មៅមួយនៅចំកណ្ដាលបាតដៃទ្រង់ ព្រះអើយជាការពិតខ្ញុំមិនយល់សពទេមែនទេត្រូវហើយទ្រង់គឺជាព្រះនាងដួងច័ន្ទពិតប្រាកដណាស់ការដែលទ្រង់ប្រសូតមេដាបានទតឃើញថាបុត្រមានស្នាមដៅពណ៌ខ្មៅនៅចំកណ្ដាលបាតដៃខាងឆ្វេងរបស់បុត្រព្រះអង្គទីបំផុតយើងបានជួបបុត្រយើងវិញហើយព្រះអង្គ បុត្រីបុត្រជាទីស្រឡាញ់បិតានិងមាតាមិនដែលបានលះចិត្តម្ដងណាទេ18ឆ្នាំមកនេះពួកយើងរងចាំបុត្រីរៀងរាល់ថ្ងៃ ព្រះពរព្រះបិតាព្រះមេតាបុត្រីសប្បាយប្រទៃណាស់ដែលបានជួបព្រះបិតាព្រះមេតាចាប់ពីថ្ងៃនេះតទៅគ្មានអ្នកណាអាចបំបាច់បុត្រពីទ្រង់បានទៀតឡើយ ត្រូវហើយព្រះរាជបុត្រទ្រង់គឺជាអ្នកជួយសង្គ្រោះជីវិតបុត្រីយើងតើទ្រង់ចង់បានរង្វាន់អីដែរទៅយើងអាចប្រទានដល់ទ្រង់បានទាំងអស់ទូបង្គំទូបង្គំមិនចង់បានអ្វីទេតែទូបង្គំអាចសុំរាជានុញ្ញាតពីព្រះអង្គចាប់ចិត្តប្រតិព័ទ្ធលើព្រះនាងដួងច័ន្ទបានទេ ទ្រង់មានបន្ទូលត្រង់ណាស់យើងចូលចិត្តបានរឿងសុភមង្គលបុត្រយើងក៏មិនហ៊ានអាកាត់ដែរតែយើងចង់សួរចិត្តបុត្រីយើងសិនតើបុត្រីយល់យ៉ាងណាដែរចំពោះសំណើនេះ បុត្រយល់ព្រមព្រះបិតាព្រោះបុត្រក៏មានចិត្តប្រតិព័ទ្ធចំពោះរាជបុត្រដែរល្អណាស់ពេលនេះនគរយើងជួបរឿងល្អដល់ទៅពីរឿងឯណោះមែនទេព្រះអង្គ ពិតមែនហើយព្រះមហេសីយើងគិតថានឹងរៀបចំអភិសេករវាងបុត្រដួងច័ន្ទនិងព្រះរាជបុត្រគិរីឆាប់នេះចុះសេនាសូមចែកចាយដំណឹងនេះទៅកាន់ប្រជារាស្ត្រទូទាំងនគរទាំងអស់ឲ្យបានដឹងអំពីការយាងត្រឡប់មកវិញរបស់ព្រះនាងដួងច័ន្ទនិងការរៀបអភិសេករបស់ទ្រង់ផងដែរក្រាបទូលព្រះអង្គទូបង្គំនឹងប្រញាប់ទៅផ្សព្វផ្សាយភ្លាមចាប់ពីពេលនោះមកព្រះនាងដួងច័ន្ទនិងព្រះរាជបុត្រគិរីបានរៀបអភិសេកជាមួយគ្នារស់នៅយ៉ាងមានសុភមង្គលនិងដឹកនាំព្រះនគរយ៉ាងសុខសាន្តតរៀងទៅលបងអើយទៅណាមកណានឹងមើលទៅដូចជាមានកាន់ថងយាមផងអីខ្ញុំទៅមកពីទិញក្រុងទុកលួចមន់គេអត់ចំយ៉ាក់ច្រឡំមាត់ទិញក្រុងទុកដាក់ស្មៅនឹងណាលបងហើយមន់ច្រើនណាស់ហើយមេក្រាបនោះឲ្យឡើងទៅលុកខ្លាញ់ពេញបឹបតែម្ដងហើយមើលទៅអាយ៉ាអូយឈឺណាស់ហើយមិនក៏មានគប់នៅទីនេះអូយឈឺណាស់អូយហើយមិនបានទេបើនៅទៀតហូរឈាមងាប់ខានទេអញអាយអូយ សំមុខទេពូណាក់ជើងល្អស្គាល់ស្រីកុំម្នាក់នេះតិចពេកហើយ រឿងកូនអ្នកចិត្តខាងឆ្នះកាលពីព្រេងនេះមានក្មេងស្រីតូចម្នាក់ឆ្លាតណាស់ហើយនាងក៏ឆ្នះណាស់ដែរនាងតែងតែការពារគ្រួសារនាងទាំងវ័យក្មេងលបងអើយទៅណាមកណានឹងមើលទៅដូចជាមានកាន់ថងយាមផងអីខ្ញុំទៅមកពីទិញក្រុងទុកលួចមន់គេអត់ចំយ៉ាក់ច្រឡំមាត់ទិញក្រុងទុកដាក់ស្មៅនឹងណាលបងច្បាស់ជាមានគោច្រើនណាស់ហើយបានជាទិញក្រុងរហូតបែបនេះយ៉ាងម៉េចយ៉ាងម៉ាជួយណែនាំពីរឿងចំគោខ្ញុំផងណាហើយមានតែចិត្តអាក្រក់អីអ្នកភូមិអ្នកស្រុកជាមួយគ្នាបែបនេះគឺមានតែជួយគ្នាអញ្ចឹងហើយបាទបើអញ្ចឹងលបងតាមសម្រួលចុះណា
ខ្ញុំជាប់ដៃដាក់ចំណៃមន់តិចបាទលបងអញ្ចឹងលាសិនហើយយាយថាទៅផ្ទះលបងគឺនេះមានមន់ច្រើនណាស់ចង់ទៅលួចទេអញលបងនិយាយថាម៉េចអូគ្មានអីទេលបងលាហើយបាទអញ្ជើញពូគឺនិយាយចំក៏បន្តទៅកាប់បន្លែលាយចំណីឲ្យមន់បន្តចំណែកពូណាក់នៅតែចិញ្ចឹមចិត្តនឹងបានគិតថាលួចត្រូវតែលួចឲ្យបានចាំមើលចុះមន់ច្រើនបែបនេះបើលួចពី3ក្បាលក៏គាត់មិនដឹងអីដែរស្របពេលដែលពូណាក់និយាយបែបនេះស្រីគង់ក៏បានស្ដាប់ឮទាំងអស់ដូច្នេះនាងក៏បាននិយាយតិចថាអាយ៉ាលោកពូម្នាក់នេះខ្លួនធំខ្នងវែងខ្ជិលចិញ្ចឹមសត្វបែរជាចាំលួចគេប៉ិតជាគំរូមិនល្អដល់សង្គមមែនចាំមើលណា